វិទ្យាសាស្ត្រព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានរៀបចំការលើកស្លាកបញ្ជាក់កំណត់ទីតាំងសាលាអនុវត្តព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មលើផ្ទៃដី190ហិកតាស្ថិតនៅក្នុងឃុំ8មុំនិងអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺការអនុវត្តសកម្មភាពនេះដឹកនាំដោយបណ្ឌិតឡៅនីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មលោកវ៉ុនមុនិនព្រឹទ្ធបុរសមហាវិទ្យាល័យព្រៃឈើនិងជំនាញការអាល្លឺម៉ង់នៃគម្រោងសេវាកម្មអភិវឌ្ឍប្រទេសអាល្លឺម៉ង់ហៅកាត់ថា DED គោលដៅរក្សាព្រៃនិងជីវៈចម្រុះក្នុងតំបន់សម្រាប់បម្រើឲ្យការសិក្សាស្រាវជ្រាវរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មពិសេសលើស្ថានភាពព្រៃល្បោះដើម្បីស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍតំបន់ព្រៃល្បោះផ្សេងៗទៀតសូមបញ្ជាក់ថាសាលាអនុវត្តព្រៃឈើនេះត្រូវបានសម្រេចអនុញ្ញាតឲ្យបង្កើតឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលមានទំហំផ្ទៃដី190ហិកតាសម្រាប់ឲ្យនិស្សិតសិក្សាស្រាវជ្រាវនិងជាកន្លែងអនុវត្តផ្ទាល់សម្រាប់វគ្គបណ្ដុះបណ្ដាលផ្សេងៗដែលទាក់ទងនឹងវិស័យព្រៃឈើ។